ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ដំណើរ track ចរនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាកោះមួយកន្លែងដែលនៅជិតរាជធានីភ្នំពេញខ្លាំងមែនតើប៉ុន្តែបើនិយាយពីបរិយាកាសវិញគឺស្រស់ស្រាយខ្លាំងដោយសារតែយើងមានអារម្មណ៍ថាយើងដូចកំពុងតែដើរលេងនៅតាមខេត្តអញ្ចឹងដែរដែលកោះនោះមានឈ្មោះថាកោះអុកញ៉ាតៃហើយនៅក្នុងថ្ងៃនេះដែរខ្ញុំក៏បានមករត់កម្មវិធីមួយដែលជាកម្មវិធីស្វាគមន៍រដូវកាលបៃតងប៉ុន្តែថ្ងៃដែលខ្ញុំទៅរត់ហ្នឹងគឺអាកាសធាតុអត់សូវអំណោយផលប្រហែលនេះដោយសារតែមេឃរៀងក្តៅដែរអញ្ចឹងណាប៉ុន្តែអត់អីទេពេលដែលយើងទៅយើងបានហូតកាត់ដងទន្លេបាទយើងបានមើលឃើញនៅទេសភាពផ្កាផ្លែផ្លែផ្សេងបានហូតកាត់នៅចំការផ្លែឈើចំការដំណាំរបស់ប្រជាជនដែលរស់នៅតំបន់នោះហើយនឹងមើលឃើញទស្សនភាពផ្លែហូតចូលក្នុងព្រៃទៀតនៅនឹងក៏មានព្រៃដែរប៉ុន្តែព្រៃគេអត់សូវសុបទ្រុបប្រហែលទេវាស្អាតអញ្ចឹងហើយបើណាគេមានពេលតិចតួចអីគាត់ចង់ទៅដើរលេងកំសាន្តអារម្មណ៍បែបឈៀលបែប fresh ហើយបាទខ្ញុំ recommend មែនតើគឺនៅលើកោះអុកញ៉ាតៃនឹងដោយសារតែយើងទៅយើងអាចជិះម៉ូតូដើរលេងក៏បានយើងអាចជិះកង់ដើរលេងក៏បានជួលគេជិះអញ្ចឹងណាហើយបើបានទៅពេលល្ងាចឬក៏ពេលព្រឹកព្រលឹមវិញគឺទេសភាពអែមកោះសេរីហ្មង